ហ្វាំងឡង់ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីដោយមិនចាំបាច់ប្រើខ្សែថ្មីនេះក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Helsinki និងសាកលវិទ្យាល័យ Oulu បានស្រាវជ្រាវទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាសដោយប្រើរលកសំឡេង Ultrasonic និងកាំរស្មី Laser ដោយមិនចាំបាច់មានខ្សែនោះទេតាមរយៈការស្រាវជ្រាវនេះគឺបង្ហាញពីការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់គឺការប្រើរលកសំឡេង Ultrasonic កម្លាំងខ្ពស់ដើម្បីបង្កើតផ្លូវអាកាសមើលមិនឃើញដែលអាចនាំអគ្គិសនីឆ្លងកាត់តាមទិសដៅដែលបានកំណត់គ្រប់គ្រងយ៉ាងច្បាស់លាស់បច្ចេកវិទ្យានេះត្រូវបានហៅថាខ្សែសំឡេងបច្ចុប្បន្នបច្ចេកវិទ្យានេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថានៅពេលអនាគតវាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់និងបង្កើតចំណុចប្រទាក់កន្លងវៃឆ្លាតជាមួយគ្នានេះដែរការអភិវឌ្ឍក្នុងការប្រមូលថាមពលពីរលកវិទ្យុកំពុងបំលែងរលកជុំវិញខ្លួនឲ្យคล้ายទៅជា Wi-Fi សម្រាប់ថាមពលដែលអាចកាត់បន្ថយឬលុបបំបាត់ការប្រើប្រាស់ថ្មចោលរាប់លានគ្រាប់សម្រាប់ឧបករណ៍ LOT ប្រើថាមពលទាបបច្ចេកវិទ្យានេះបង្ហាញពីការផ្លាស់ប្ដូរ